បងប្អូនទាំងអស់គ្នាឃើញមួយផ្លែនគិតស្មានថានេះជានៅរាជវាំងនៅរាជធានីភ្នំពេញហើយតែតាមការពិតមិនមែនទេបងប្អូនទាំងអស់គ្នាខ្ញុំក៏ច្រឡំដូចគ្នាដែរជិះមកដល់នៅខេត្តកំពង់ឆ្នាំងទេប៉ុន្តែអឺលបងគឺធ្វើទៅដូចនៅព្រះរាជវាំងនៅរាជធានីភ្នំពេញចឹងបងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់គឺមានពុកម៉ែបងប្អូនជាច្រើនទៅធ្វើបុណ្យនៅទីនោះព្រមទាំងលោកយាយលោកតាផងដែរគាត់បានចូលទៅធ្វើបុណ្យហើយក៏ចូលទៅដំណើរកម្សាន្តលេងផងដែរនៅវត្តលោកសតចៃដន្យអីគាត់ជួនខ្ញុំបានចូលទៅគឺមានបងប្អូនជាច្រើនទៅដែលតម្រង់ជួរតាមនៅតាមផ្លូវវត្តចឹងណាបងប្អូនអរគ្នាដោយសារតែខ្ញុំចូលទៅដល់គឺព្រះអង្គច័ន្ទមនីគាត់ប្រោះទឹកមុនអញ្ចឹងទៅមិននឹកស្មានថាខ្ញុំពិតជាមានសំណាងមែនទែនដែលបានទៅជួបព្រះអង្គអញ្ចឹងណាដែលបានត្រូវទឹកមុនដែលប្រោះព្រំពីបដិជគុណព្រះអង្គច័ន្ទមនីផងដែរខ្ញុំគិតថាខ្ញុំសំណាងហើយបានទៅជួបលោកគាត់អ្វីដែលសំខាន់គឺមានបងប្អូនខ្លះទៀតគាត់ទៅគឺអត់បានជួបលោកទេឥឡូវយើងមកនិយាយអំពីផ្លូវធ្វើដំណើរទៅវត្តលោកសុទ្ធវិញម្ដងដែលជិះតាមផ្លូវជាតិលេខ5បងប្អូនអរគ្នាចាប់ពីកន្លែងយើងរស់នៅទៅវត្តសុទ្ធគឺមាន107គីឡូបងប្អូនអរគ្នាធ្វើដំណើររយៈពេល2ម៉ោងនឹងទៅដល់នៅវត្តលោកសុទ្ធឯបងប្អូនអរគ្នាតែបើបងប្អូនទាំងអស់គ្នាជិះឡានគឺលឿនទេតែពេលនេះយើងធ្វើដំណើរតាមផ្លូវជាតិលេខ5ឥឡូវពេលនេះយើងបានធ្វើដំណើរមកដល់នៅរង្វង់មូលឆ្នាំងដីឯបងប្អូនអរគ្នានៅខេត្តកំពង់ឆ្នាំងធ្វើដំណើរមួយសន្ទុះទៀតមកដល់នាងកាន់ឆ្នាំងដីនៅខេត្តកំពង់ឆ្នាំងមួយសន្ទុះទៀតដល់ឯបងប្អូនអរគ្នាឥឡូវពេលនេះយើងបានមកដល់ហើយយើងត្រូវធ្វើដំណើរចូលទៅខាងក្នុងបងប្អូនអរគ្នាចូលទៅខាងក្នុងគឺមានបងប្អូនជាច្រើនដែលបានទៅលេងមនុស្សច្រើនមែនទែនបងប្អូនអរគ្នាគឺច្រើនជាងថ្ងៃណាទាំងអស់គឺពីច្រើនគឺច្រើនជាងគេគឺថ្ងៃអាទិត្យនិងថ្ងៃសិលថ្ងៃបុណ្យទានអញ្ចឹងណាបងប្អូនអរគ្នាបងប្អូនទាំងអស់គ្នាគិតថាសំណាងហើយដែលពេលខ្ញុំទៅដល់គឺមានព្រះអង្គច័ន្ទមនីគឺជួបព្រះអង្គច័ន្ទមនីព្រះអង្គក៏បានប្រោះទឹកមុនអញ្ចឹងណាអ្វីដែលសំខាន់គឺគិតថាសំណាងហើយបងប្អូនអរគ្នាទៅគឺលោកតាលោកយាយខ្លះគាត់ទៅគឺអត់បានជួបលោកទេអ្វីដែលសំខាន់គឺមានឡានអគ្គិសនីដឹកជូនលោកតាលោកយាយដំណើរកម្សាន្តវ៉ាវពិតទេសភាពស្អាតមែនទែនបងប្អូនអរគ្នានៅវត្តលោកតាសុតណាបើបងប្អូនទាំងអស់គ្នាទៅលេងនៅខេត្តកំពង់ឆ្នាំងកុំភ្លេចចូលទៅលេងនៅវត្តតាសុតផងបងប្អូនអរគ្នាគឺទេសភាពនិយាយថាវាស្អាតមែនខ្ញុំសូមសរសើរហ្មងដល់លោកគាត់ប៉ិនកសាងនេះដែលសារតែកសាងអត់ទាន់ហើយអស់ទេបើសិនជាហើយអស់វិញគឺនឹងស្អាតប៉ុណ្ណាទេនេះនៅផ្នែកម្ខាងទៀតគឺដែលមានសួនច្បារសួនផ្កាមានលហាត់ទឹកធ្វើឲ្យតាក់អារម្មណ៍តាក់ភ្នែកចឹងណាបងប្អូនអរគ្នាចាក់ធ្វើឲ្យចាប់អារម្មណ៍និយាយរួមទៅគឺប្លែកដោយសារតែលោកគាត់ចេះគិតគូរច្នៃប្រឌិតបានច្រើនមែនទែនបើនិយាយអំពីទីធ្លាវត្តវិញគឺធំទូលាយមែនទែនមិនដឹងជាដីប៉ុន្មាន100ហត្ថទេបងប្អូនអរគ្នានេះគ្រាន់តែលោកអត់ទាន់កសាងហើយរួចរាល់ផងមានលោកតាលោកយាយជាច្រើនបានទៅលេងទៅទស្សនាធ្វើបុណ្យផងអីផងចឹងណាបងប្អូនអរគ្នាបើសិនជាហើយខ្ញុំនឹងប្រកាសថានឹងទៅលេងម្ដងទៀតនៅខាងខេត្តកំពង់ឆ្នាំងនិយាយថាស្អាតមែនទែនហ្មងបច្ចេតសាទេអនុមោទនីសម្រាប់
បាទសាធុអាយុវណ្ណៈសុខៈពលៈពោព្រះប្រពុទ្ធបាអង្គត្រីវត្តត្រីអ្នកទាំងឡាយក្តីតែមកអង្គុយទីឆ្ងាយក្តីក៏បានចូលហើយអាចធ្វើសាច់នេះឡើងមកវត្តសុខរបស់ទៅទុកជួយយកទៅខែដោយអាចលោកដល់ដោយតែមកđếnព្រះបីដល់ក្នុងព្រះទៅអបអរជាអាវត្តសក្តិពលយើងចុះទៅវិញធ្វើដំណើរចូលទៅមើលនៅកន្លែងល្បីដែលថារូងនាគហើយមានលោកតាលោកយាយជាច្រើនដែលបានទៅថតរូបនៅកន្លែងរូងនាគអញ្ចឹងណានេះបងប្អូនទាំងអស់គ្នាគឺល្បីមែនតើតែលោកតាលោកយាយគាត់ទៅថតរូបថតអីឲ្យអុជធូបអុជអីសុំសេចក្តីសុខសេចក្តីចម្រើនអញ្ចឹងណាអ្វីរត់តែពិសេសនោះគឺមានកន្លែងគេលក់កាហ្វេដែរយើងចង់ញ៉ាំនៅកន្លែងហ្នឹងក៏បានយើងកាន់ហូបទៅអង្គុយនៅខាងលើនោះក៏បានដែរហើយអាចស្ដាប់ភ្លេងបានទៀតភ្លេងបុរាណខ្មែរ អ
បើបងប្អូនចង់ចូលមកញ៉ាំកាហ្វេគឺចូលមកតាមច្រកខ្លោងទ្វារភូមិឋានសុខៈនេះមកវីដេអូក៏មានតែប៉ុណ្្នឹងដែរសូមអរគុណ